ជាដំបូងនាងខ្ញុំសូមគោរពទៅដល់លោកតាលោកយាយលោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូនិងអ្នកទាំងអស់គ្នាជាទីមេត្រីនាងខ្ញុំមានឈ្មោះថាគុណជ្រិនឆ្នាំនេះនាងខ្ញុំមានអាយុ18ឆ្នាំសប្តាហ៍ថ្ងៃនាងខ្ញុំកំពុងរស់នៅភូមិព្រៃចប់ភូមិឡៃវ៉ាទីក្រុងព្រៃឈើគ្រួសាររបស់នាងខ្ញុំមាន5សមាជិកគឺលោកឪពុកអ្នកម្ដាយខ្ញុំគឺកូនច្បងនិងប្អូនស្រី2នាក់ឪពុកម្ដាយខ្ញុំគឺជាអ្នកកសិករប្អូនស្រីខ្ញុំគេកំពុងសិក្សានៅថ្នាក់ទី10ក6នៅសាលាអនុវិទ្យាល័យនិងវិទ្យាល័យឡៃវ៉ាគេមានចិត្តស្រឡាញ់សិល្បៈរបាំប្រពៃណីខ្មែរណាស់សប្តាហ៍ថ្ងៃគេកំពុងចូលរួមនៅក្នុងក្រុមរបាំទេពអមរាផល្លាព្រៃចប់តទៅនេះអូនសូមបង្ហាញវីដេអូខ្លីមួយដែលអូនស្រីខ្ញុំសម្ដែងរបាំតាយ៉ែបួងសួងគ្រាដល់នេះសាលទេមើលពីរាំងរឿងសិទ្ធនាទីសាំលើនេះជាក្តីស្រឡាញ់របស់បងប្អូនខ្ញុំហើយចំពោះខ្ញុំវិញខ្ញុំមានចិត្តស្រឡាញ់វប្បធម៌និងអក្សរសាស្ត្រខ្មែរខ្ញុំមានចំណងចំនួនខ្លាយទៅជាគ្រូបង្រៀនភាសាខ្មែរនៅថ្ងៃអនាគតចំពោះបងប្អូនស្រីខ្ញុំគេមានចិត្តស្រឡាញ់សិល្បៈខ្មែរចំពោះខ្ញុំវិញខ្ញុំមានចិត្តស្រឡាញ់សិល្បៈច្រៀងតទៅនេះបងប្អូនសូមច្រៀងមួយបាត់មានចំណងជើងថារូបអូនមិនល្អសូមលោកតាលោកយាយលោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូនិងអ្នកទាំងអស់គ្នាតាមដាន
មេត្រីស្ទោះស្នេហ៍តែមួយខាងពីនារីដូចតែក៏មានសង្ខ័យស្ទោះស្នេហ៍តែមួយអំព្រៃតែកាយគ្មានខ្វងអ្វីឡើយមានគ្រប់លក្ខណៈអំព្រៃតែកាយគ្មានខ្វងអ្វីឡើយមានគ្រប់លក្ខណៈនៅផ្ទាំងខិតខំធ្វើការសម្បត្តិចង្រិយាប្រពៃណីខ្មែរចិត្តស្មងមិនក្បត់សាវាតំកលស្នេហាប្រពៃណីខ្មែរការឧទ្ទិសនាមរបស់នាងខ្ញុំមកដល់ទីនេះសូមបញ្ចប់សូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានសូមគោរពនិងសូមអរគុណ